រិត្រីសួស្តីមិត្តអ្នកសិក្សាគណិតវិទ្យាជាទីស្រឡាញ់រាប់អាននៅរិត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសេរីយុកោមានកិត្តិយសលើកយកគណិតវិទ្យាមកបង្ហាញដូច្នេះសូមរីករាយសិក្សាទាំងអស់គ្នាដូចតទៅលំហាត់ទី22 8 ស្វ័យគុណ x បូក 8 ស្វ័យគុណ x ស្មើ 1 8 ស្វ័យគុណ x បូក 8 ស្វ័យគុណ x ស្មើនឹង2គុណឲ្យ 8 ស្វ័យគុណ x ស្មើ 1 យើងទាញ2មកអង្គទី2អញ្ចឹងនៅអង្គទី1គុណមកអង្គទី2ចែក 8 ស្វ័យគុណ x ស្មើ1ចែកឲ្យ2 8 ស្វ័យគុណ x យើងអាចសរសេរបាន2ស្វ័យគុណ 3x 1 ស្វ័យគុណ 1ចែកឲ្យ2យើងអាចសរសេរបាន2ស្វ័យគុណដក1 2ស្វ័យគុណ 3x ស្មើ2ស្វ័យគុណដក1នាំឲ្យយើងបាន 3x ស្មើដក1ស្វ័យគុណដែលមានគោលដូចគ្នានាំឲ្យនិទាសនវាស្មើគ្នា3ស្វ័យគុណ x ស្មើដក1នាំឲ្យ x ស្មើដក1ចែកឲ្យ3លំហាត់ទី23 7 ស្វ័យគុណ x បូក1ដកឲ្យ7ស្វ័យគុណ x ស្មើ42យើងអាចសរសេរ7ស្វ័យគុណ x បូក1ទៅជា7ស្វ័យគុណ x គុណនឹង7ស្វ័យគុណដែលមានគោលដូចគ្នានាំឲ្យនិទាសនវាបូកគ្នានាំឲ្យវាជាផលគុណនៃ 7x គុណឲ្យ7ស្វ័យគុណ1យើងអាចសរសេរទៅជា7ស្វ័យគុណ x បូក1បានដក7ស្វ័យគុណ x ទាញ7ស្វ័យគុណ x ជាកតានៅអង្គទី1នៅសល់7អង្គទី2នៅសល់1 7ដក1នៅសល់6យើងបាន 7x គុណនឹង6ស្មើ42ទាញ6មកអង្គទី2គុណមកអង្គទី2ចែក42ចែក6ស្មើ7យើងអាចសរសេរបាន7ស្វ័យគុណ1 7ស្វ័យគុណ x ស្មើ7ស្វ័យគុណ1នាំឲ្យយើងបាន x ស្មើ1ស្វ័យគុណដែលមានគោលដូចគ្នានាំឲ្យនិទាសនវានេះស្មើគ្នាលំហាត់ទី24 2ស្វ័យគុណ 2x បូក2បូកឲ្យ2ស្វ័យគុណ x ស្មើ20យើងអាចសរសេរបាន2ស្វ័យគុណ x គុណនឹង2ស្វ័យគុណ2បូកឲ្យ2ស្វ័យគុណ x ទាញ2ស្វ័យគុណ x ជាកតាអង្គទី1នៅសល់2ស្វ័យគុណ2អង្គទី2តួទី2នៅសល់1 2ស្វ័យគុណ2 4 4បូក1 5យើងបាន2ស្វ័យគុណ x គុណនឹង5ស្មើ20យើងទាញ5មកអង្គទី2គុណមកអង្គទី2ចែក20ចែកឲ្យ5ស្មើ4 4យើងអាចសរសេរបាន2ស្វ័យគុណ2 2ស្វ័យគុណ x ស្មើ2ស្វ័យគុណ2ស្វ័យគុណដែលមានគោលដូចគ្នានាំឲ្យនិទាសនវាស្មើគ្នាដូច្នេះ x ស្មើ2ធ្វើការពេលថ្ងៃដើម្បីចិញ្ចឹមគ្រួសារធ្វើការពេលយប់ដើម្បីសង្គមជាតិរាត្រីសួស្តីសូមជម្រាបលា